ចង់ធ្វើសាច់ជ្រូកបំពងឆាម្រះប្រៅងាយស្រួលហើយលឿនទេបងប្អូនអរគ្នាសំខាន់គឺយើងមានសាច់ជ្រូកបំពងនឹងហើយស្រាច់អញ្ចឹងណាហើយដោយសារតថ្ងៃនេះខ្ញុំមានសាច់ជ្រូកបំពងនឹងថាខ្ញុំបំពងទុកហើយស្រាច់អញ្ចឹងទៅខ្ញុំចង់ឆាជាមួយនឹងម្រះប្រៅញ៉ាំជីដំបូងហ្នឹងយើងដាក់ខ្លាញ់តិចចូលលើខ្ទះមកបន្ទាប់មកយើងដាក់ជាមួយនឹងខ្ទឹមនិងម្ទេសដែលយើងបានបុកនឹងចូលកូរវារៀងឈ្ងុយបន្តិចមកហើយខ្ញុំដាក់សាច់ជ្រូកហើយយើងបន្ថែមជាមួយនឹងគ្រឿងសោសរបស់យើងហ្នឹងមានដាក់ជាមួយប្រេងខ្យងទឹកត្រីរ៉ូឌីបន្តិចហើយនឹងប៊ីចេងស្ករសបងប្អូនចាយើងលាយគ្រឿងនឹងឲ្យស្រេចហើយមកយើងចាក់ចូលទៅលើសាច់ជ្រូកបំពងយើងតែម្ដងហើយបើសិនជាបងប្អូនចង់បានមានទឹកបន្តិចយើងបន្ថែមទឹកបន្តិចមកហើយដល់មកយើងកូរវាត្រឡប់ចុះត្រឡប់ឡើងឲ្យរៀងខាស់ទឹកហើយយើងដាក់តែម្រះប្រៅមកបងប្អូនអរគ្នាតែប៉ុណ្្នឹងគឺយើងបានសាច់ជ្រូកបំពងឆាម្រះប្រៅយ៉ាងឈ្ងុយឆ្ងាញ់តែម្ដងនេះយើងដាក់ញ៉ាំក្តៅហើយយើងមានជាមួយនឹងពងមាន់ចៀនជាប់ភ្នៅមួយទៀតមកបងប្អូនចារសជាតិឆ្ងាញ់មែនទែនហើយយើងញ៉ាំជាមួយនឹងទឹកត្រីបងប្អូនយើងមានហាន់ម្ទេសហើយយើងមានច្របាច់ក្រូចឆ្មាអញ្ចឹងមកហិលបងប្អូនអើយនិយាយពីថាជាតិនោះជាតិហើយនិយាយទៅបាយមួយចានហ្នឹងគឺញ៉ាំហើយគឺមានកម្លាំងព្រឹសតែម្ដងបងប្អូនអរគ្នាព្រោះអីវាឆ្ងាញ់ហើយញ៉ាំទៅវាអត់ទ្រាំទេបងប្អូនចាវារៀងហិលហើយមើលទៅគឺទំនងគួរឲ្យចង់ញ៉ាំមែនទែន